យើងមើលសំណួរបន្ទាប់លំហាត់បន្ទាប់អញ្ចឹងលំហាត់បន្ទាប់គេថានៅក្នុងធុងមួយមានពូ12គេទៅសេលេខពី1ដល់12ហើយគេចាប់យក3ព្រមគ្នាចេញពីធុងនឹងឲ្យចែកដល់ឃើញពាក្យព្រមគ្នាបន្សំទៀតហើយអញ្ចឹងយើងដឹងលំហាត់នឹងបន្សំហើយហើយយើងគិតមើលមាន12មានអត់ចាប់យក3មានអត់អញ្ចឹងអត់ឯងយើងគឺបន្សំមាន12យកមើលដល់ពេលយើងរកអត់ឯងឃើញយើងត្រូវមើលសំណួរកដល់ស្រាវគេថាមិនរកប្របាតែគេចាប់បានប៊ូ13ហ្នឹងលេខសុទ្ធតែចែកដាច់នឹង3លេខសុទ្ធតែចែកដាច់នឹង3អញ្ចឹងយើងគិតមើលលេខមាន12ក្នុងនេះមានលេខប៉ុន្មានខ្លះ12ហ្នឹង1 12 8 9 10 11ហើយ12តើអត់ក្នុងធំនោះមានលេខ12មានប៊ូមានប៊ូមានលេខពី1ដល់12អញ្ចឹងសរុបមាន12អញ្ចឹងគេថាចាប់បានប៊ូ3 3ប៊ូហ្នឹងអាប៊ូមួយណាក៏ចែកដាច់នៅមានលេខចែកដាច់នឹង3ដែរអញ្ចឹងយើងត្រូវស្គាល់ថាលេខអីដែលជាលេខចែកដាច់នឹង3លេខដែលចែកដាច់នឹង3គឺជាលេខបែបណាលេខចែកដាច់នឹង3គឺជាលេខបែបណាមានលេខអីខ្លះ1ចែកអត់ចែកដាច់3អត់ទេចុះ2ក៏អត់គ្នាចុះ3ដាច់នឹង3 4អត់5អត់6ក៏ចែកដាច់នឹង3 7អត់ទេអានេះអត់ទេអានេះអត់ទេគឺអានេះចែកដាច់គឺយើងចង់ងាយស្រួលចង់ងាយស្រួលលេខ3ចង់ដឹងលេខណាខ្លះសុទ្ធលេខ3 3ម្ដង3 2ដង6 3ដង9សុទ្ធលេខ3មកសុទ្ធលេខ3ប៉ាណាអាហ្នឹងចែកដាច់3 3ម្ដង3 2ដង5 6 3ដង9 10 11 12អញ្ចឹងមាន4លេខ3 6 4 12បាញ់បាក់អង្គុយរៀវទេគឺសុទ្ធលេខ3ហ្មងចែកនឹង3សុទ្ធលេខ3ប្រភេទគុណលេខ3សុទ្ធលេខ3គឺសុទ្ធមេលេខហ្មងហើយមកមានលេខណាខ្លះមកស្រង់ក្នុងនឹងយកមកអញ្ចឹងដូចបងនិយាយអញ្ចឹងមាន4លេខគឺ3ម៉ានទៀត6 9 10 12គឺយើងចង់ស្រង់មកទុកមកហើយចាប់តាមវិភាគតទៀតយើងដឹងថាបានជាម៉ានគេបនសំក្នុងនឹងមានតែ4លេខទេដែលចែកដាច់នឹង3ក៏ប៉ុន្តែគេចាប់ប៊ូដល់តែ3ចេញពីលេខតែ4ហ្នឹងអញ្ចឹងមានថាអនិយាស្មើអនិយាស្មើបន្សំនៃម៉ាននៃ4យក3ហេតុអីព្រោះគេចាប់ប៊ូចំនួន3នេះចាប់ប៊ូចំនួន3ចេញពីលេខដែលចែកដាច់នឹង3អញ្ចឹងលេខដែលចែកដាច់នឹង3មានចំនួន4លេខហើយគេចាប់វាមក3អញ្ចឹងបន្សំនៃ4យក3ហើយយើងមើលសំណួរខអូនស្គាល់នេះអានេះបងជួយរួមម្ដងទៀតណាស្គាល់អាយើងរក PA បានហើយយើងត្រូវតាំងផងថាកណ្ដីនឹងប្រតិការនេះគឺជាប្រតិការ A ហើយចាំសរសេរអានេះ A មកចំណែកខគេថារកប្របាត់ដែលគេចាប់បានប៊ូតែមួយគត់មានលេខចែកដាច់នឹង3ប៊ូតែមួយគត់មានលេខចែកដាច់នឹង3អូខេយើងចាប់បានពីហ្នឹងអត់ចាប់បានប៊ូតែមួយគត់ចែកដាច់នឹង3អូនត្រូវដឹងថាក្នុងការចាប់យកនេះគេចាប់ព្រមគ្នាពិតមែនក៏ប៉ុន្តែគេចាប់យក3មិនមែនចាប់យកមួយទេអញ្ចឹងបើសិនមួយចែកដាច់នឹង3ចុះ2ទៀតជាអីមួយចែកដាច់នឹង3អញ្ចឹង2ទៀតជាឆ្លប់ហ្នឹង2ទៀតជាចំនួនឬក៏ប៊ូដែលចែកមិនដាច់នឹង3 2ទៀតមិនចែកដាច់នឹង3ទេបាទបងនិយាយអត់មិនបងប្រើឆ្លប់ហ្នឹងមានថាគេចាប់មក3អញ្ចឹងត្រូវចាប់បានអាចែកដាច់នឹង3មួយអាមិនចែកដាច់នឹង3 2បានគ្រប់ករណីឬក៏ពិតពួកគេចាប់មក3ព្រមគ្នាមិនអាចចាប់បានតែមួយទេអញ្ចឹងចាប់បាន3អញ្ចឹងបើសិនជាចាប់បានតែមួយទេទីគេតែមួយគាត់តែមួយទេដែលចែកដាច់នឹង3អញ្ចឹង2ទៀតគឺជាចំនួនដែលចែកមិនដាច់នឹង3ទេអញ្ចឹងត្រូវដឹងថានេះ4លេខនេះគឺជាចំនួនដែលចែកដាច់នឹង3អញ្ចឹងលេខដែលនៅសល់សុទ្ធតែជាចំនួនដែលចែកមិនដាច់នឹង3អញ្ចឹងសរុបមាន12 12 14ស្មើមិនបាក់រាប់គិតចឹង12 14ស្មើអា12 14 5 8អញ្ចឹង8ខ្ទង់ទៀតគឺជាចំនួនដែលចែកមិនដាច់នឹង3ទេអញ្ចឹងសរុបជារួមមកមានន័យថា n នៃ b យើងបងតាំង b n នៃ b យើងស្មើគេចឹងមើលយកប៊ូមួយតែចែកដាច់នឹង3អញ្ចឹងបន្សំអង្គគិតមើលសំណអយើងចែកដាច់នឹង3មានលេខ4លេខនេះមាន4លេខអញ្ចឹងបន្សំលេខ4យើងចាប់យកមកប៉ុន្មានចាប់យកមក1អញ្ចឹងបន្សំលេខ4យក1អត់ឃើញឆ្លប់ហ្នឹងទេបើកាលណាឆ្លប់ហ្នឹងគឺជាផលគុណអូខេបន្សំលេខប៉ុន្មានយកប៉ុន្មានយើងមើលទៀតបន្សំលេខប៉ុន្មានចំនួន2តែអូនចាប់បន្ទាប់ហ្នឹងគឺចែកអត់ដាច់នឹង3ទេហើយចំនួនហ្នឹងគឺមាន8ខ្ទង់អញ្ចឹងបន្សំលេខ8យក2ព្រោះយើងចាប់មក2អូនរកឃើញអននេះ b អូននឹងរកឃើញពេលនេះ b ដូចគ្នាចុះសំណួរកគេថារកប្របាដែលគេចាប់បានមានលេខតាមលំដាប់កើនជាស្វេតនពន្ធដែលមានផលសងរួម d ស្មើ3អញ្ចឹងkhiយើងត្រូវចាំថាផលសងរួម d ស្មើ3ហ្នឹងជាអីអាស្វេតនពន្ធហ្នឹងជាអីអញ្ចឹងយើងត្រូវបកទៅគិតមេរៀនទី11របស់យើងស្វេតនពន្ធហ្នឹងរូបមន្តនៃការរកផលសងរួមហ្នឹងគេរកបែបណាអញ្ចឹងស្វេតនពន្ធណាក្នុងមេរៀនស្វេតនពន្ធណាការរកផលសងរួម d ហ្នឹងគឺស្មើជាមួយនឹងមានថាអុយ n បូក1ពេលដកជាមួយនឹងអុយ n ទៅវាត្រូវស្មើជាមួយនឹង d មានថាតួនីមួយមានថាតួទី2វាធំជាងតួទី1ចំនួន n ដង n ហ្នឹងគឺជាចំនួនថេវាធំជាងអញ្ចឹងរហូតអត់ប្រែប្រួលទេតើបងនិយាយអត់ប្រែប្រួលទេអញ្ចឹងអានេះដូចគ្នាយើងត្រូវមើលវាតទៀតថាបើវាប្រែប្រួលហ្នឹងចឹងតើពីបែបណាវិញអញ្ចឹងយើងមើលមកថាវាប្រែប្រួលពីណាទៅណាអូយអញ្ចឹងនិយាយយើងមើលអញ្ចឹងយើងមានលេខពី1ដល់12ត្រូវអត់អញ្ចឹងបង start ចេញពីលេខ1ទៅលេខ1ទៅអញ្ចឹងខ្ញុំចាប់ដើមមើលម្ដង start ចេញពីលេខ1ទៅវាជាស្វីតកើនអញ្ចឹងវាទៅកើនឡើងគិតមើលបើសិនជាតួបន្ទាប់វាធំជាងតួដំបូងចំនួន d គឺ d ស្មើ3ហ្នឹងអញ្ចឹងបងយក1 + 3មក1 + 3ស្មើប៉ុន្មាន1 + 3ស្មើ4 4 + 3ស្មើប៉ុន្មានស្មើ7អញ្ចឹងករណីទី1អូនចាប់បានប៊ូដែលមានលេខ1ផងលេខ4ផងលេខ7ផងករណីបន្ទាប់ពួកហេតុចាប់បានហេតុពួកយើងចាប់តែ3ប៊ូឯងអញ្ចឹង1 4 7គឺចាប់ករណីហ្នឹងហើយអញ្ចឹងដេញតទៀតដេញតលេខប៉ុន្មានដេញតលេខ2អូខេដេញតលេខ2ដេញតវារហូតមកដេញតរហូតដល់អស់ជម្រឹះចាំឈប់ចាប់ប៊ូ2បូកខាង3ទៀតស្មើប៉ុន្មាន5បូកខាង3ទៀតស្មើប៉ុន្មាន8អូខេហើយតមកទៀតតលេខ3បូកខាង3ទៀតស្មើ6បូកខាង3ទៀតស្មើ9ហើយតមកទៀតគឺប៉ុន្មាន4បូកខាង3ប៉ុន្មាន7បូក3ទៀតគឺ10អូខេហើយយើងទៅមុខទៀតលេខ5ម្ដង5បូក3ទៀត8បូក3ទៀតប៉ុន្មាន10 12ដល់អត់អស់នៅសុំតង់តិចអានេះបូក3ច្រឡំអញ្ចឹង8បូក3 11ណាហើយយើងទៅមុខទៀតចូល6គេទៀតបូក3ទៀតមកប៉ុន្មាន9បូក3ទៀត10 12សាកទៅមុខទៀតមើល7បានអត់7គេទៀត10 13បានអត់បានទេអញ្ចឹងអត់មានលេខ13ក្នុងប៊ូរបស់យើងទេប៊ូយើងមានស្រុកតែ10 12អញ្ចឹងករណីនេះគឺយើងអត់ចុះទេបានអញ្ចឹងអានេះសរុបរបស់យើងមានតែប៉ុណ្្នេះទេអាហ្នឹងគឺជាអីគឺជាព្រឹត្តិការណ៍ C បងសេកាត់ព្រឹត្តិការណ៍ C អាព្រឹត្តិហ្នឹងព្រឹត្តិការណ៍ C អញ្ចឹងព្រឹត្តិការណ៍ C គឺជាព្រឹត្តិការណ៍ដែលអាចកើតឡើងតែយើងនិយាយក្នុងសំណួរកនេះមានប៉ុន្មានរាប់មើល2 4 6អញ្ចឹងនាំឲ្យ NC យើងស្មើ6បាទអញ្ចឹង NC របស់យើងគឺស្មើ6
នាំ NC ស្មើ6 ស្គាល់ NC យើងរក NC បានដូចគ្នាអញ្ចឹងចាប់លំហាត់មួយអញ្ចឹងមកលំហាត់បន្ទាប់គឺលំហាត់លេខ3គេថាក្នុងថ្នាក់រៀនមួយមានសិស្សអាយុមានសិស្សអាស៊ីសិស្សអាស៊ីនេះជាទ្វីបអាស៊ី4នាក់ហើយសិស្សអាហ្វ្រិកមាន2នាក់អឺរ៉ុបមាន3នាក់ហើយគេចង់រៀបចំសិស្សហ្នឹងជាក្រុមស្វ័យសិក្សានៅក្នុងក្រុមមានសិស្ស3នាក់ដែលចេះដល់រកប្របាបព្រឹត្តិការណ៍ខាងក្រោមមកឥឡូវគិតមើលថាលំហាត់នេះបន្សំឬក៏ចម្លាស់thì giờ thôiវិភាគថាតើសកម្មភាពដែលគេរៀបចំក្រុមស្វ័យសិក្សាហ្នឹងគេធ្វើម្ដងគិតមើលមកគេរៀបចំក្រុមស្វ័យសិក្សាមកក្រុមគេយកតែ3នាក់ទេរៀបចំម្ដងការរៀនធ្វើច្រើនដងអត់ធ្វើតែម្ដងទេគេសាកសម័យទៅគេធ្វើច្រើនដងគឺក៏ម្ដងអីចឹងក៏ស្វ័យសិក្សាសិស្សសរុបមាន4អាស៊ី4អាហ្វ្រិក2ហើយអឺរ៉ុប3ចឹងសរុបមានតែប៉ុន្មាន4 + 3 7 7 2 9ថត9នាក់ចង់រៀបចំបាន3នាក់ក្នុងក្រុម9ចែកប៉ុន្មានចែក3មកស្មើប៉ុន្មានមក3អញ្ចឹង3ក្រុមមានរៀបចំច្រើនដងអីគាត់ថាអូខេយើងគាត់តែប្រាប់សិស្សទៅថាយើងចង់រៀបចំក្រុមសិក្សាហើយចែក3ក្រុមទៅពួកគាត់នឹងរកធីមខ្លួនឯងហើយនិយាយតែម្ដងគឺចប់ហើយមិនធ្វើសកម្មភាពច្រើនដងធូអញ្ចឹងចយតែគឺការរៀបរៀងនឹងការបែងចែកក្រុមយើងនឹងនិយាយស្រួយអាចនឹងស្រួលយល់ព្រោះគឺយើងអាសាបែងចែកក្រុមពេលរៀនយើងនឹងជួបការបែងចែកក្រុមហើយគ្រូគាត់តែបែងចែកក្រុមហើយការគាត់និយាយមកកាន់យើងហ្នឹងគឺសកម្មភាពធ្វើតែម្ដងទេអត់ធ្វើច្រើនដងទេគាត់ប្រាប់ថាបែងចែកមានសិស្ស3នាក់ក្នុងមួយក្រុមរៀននឹងធ្វើតាមការណែនាំគាត់តែម្ដងទេអត់មានការដូរក្រុមអត់មានការថែមសមាជិកអត់មានការថយសមាជិកទេតែគាត់ប្រាប់ថាយើងធ្វើបែបហ្នឹងអញ្ចឹងអាហ្នឹងគឺការធ្វើតែម្ដងទេអញ្ចឹងលំហាត់នេះក៏ជាលំហាត់ប្រភេទមិនសមដូចគ្នាមិនចម្លាស់ណាក៏មិនសមដែរអញ្ចឹងបងស្រង់ឲ្យតិចទៅចាំបងដាក់តិចគ្នាសួរយល់អាស៊ីបងតាមអាចុះឥឡូវតាំងស៊ីវិញចាំដាក់អាហ្វ្រិកអញ្ចឹងអាស៊ីបងតាំងស៊ីអាស៊ីមានអាស៊ីយើងមានចំនួន4នាក់ហើយមួយទៀតគឺអាហ្វ្រិកចឹងអាហ្វ្រិកបងតាំងអាអាហ្វ្រិកយើងមាន2នាក់ហើយចុងក្រោយគេហ្នឹងគឺអឺរ៉ុបអញ្ចឹងបងដាក់គេកាត់ណាដាក់ទៅអឺរ៉ុបមានចំនួន3នាក់តោះបងដាក់កាត់ណាអញ្ចឹងសរុបមនុស្សអស់មានប៉ុន្មាន9នាក់អញ្ចឹងសល់នេះគឺពាក្យថាសរុបចាប់3នាក់ចៃដនមិនដឹងហើយគេនិយាយចឹងថាវាជាបន្សំអញ្ចឹងអ្នកយើងគឺបន្សំហ្នឹងហើយបន្សំនេះបានយកមិនគិតមើលសិស្សសរុប9បន្សំនេះ9ចុះ3ពួកយើងចង់បង្កើតបានសិស្ស3នាក់យើងចាប់3នាក់ចេញពី9ណាយើងចាប់ដល់3ចាំន័យថាសិស្សហ្នឹងគឺ9ចុះ3ហើយអត់អ្នកយើងបន្ទាប់ពីយើងអត់អ្នកឃើញយើងយកសំណួរកយ៉ាងតិចមានសិស្ស2នាក់ជាសិស្សអាស៊ីអញ្ចឹងយ៉ាងតិចមានសិស្ស2នាក់ជាសិស្សអាស៊ីហ្នឹងយើងគិតមើលទៅសិស្សអាស៊ីយើងមានសរុបមានចំនួន4នាក់អញ្ចឹងបើសិស្សអាស៊ីមានសរុបចំនួន4នាក់យ៉ាងតិចពីយ៉ាងតិចហ្នឹងគេចង់និយាយថាតិចបំផុតក៏មានសិស្សអាស៊ី2នាក់ដែរក្នុងធីមមកវាថាយើងដឹងថាបង្កើតធីមទៅចឹងហើយក៏មានសិស្ស2នាក់ដែរដែលជាសិស្សអាស៊ីតើអត់ធ្វើតែមានសិស្ស2នាក់ជាសិស្សអាស៊ីអញ្ចឹងពីយ៉ាងតិចន័យថាសិស្សអាស៊ី2នាក់តែយើងចង់បង្កើតក្រុមបានមកអ្នកមាន3នាក់មកក្រុមមាន3នាក់អញ្ចឹងបើសិស្សអាស៊ីម្នាក់ទៀតជាណាគេម្នាក់ទៀតហ្នឹងជាអីគេអាហ្វ្រិកក៏បានអឺរ៉ុបក៏បានតើអត់អញ្ចឹងចន្លោះហ្នឹងប្រើឆ្លប់អីគេយើងគិតមើលឆ្លប់អីគេឆ្លប់ហ្នឹងមានថាដល់តែលក្ខខណ្ឌទាំងពីរហ្នឹងកើតឡើងទៅករណីហ្នឹងអាចពិតបាទដល់លក្ខខណ្ឌហ្នឹងកើតឡើងបានករណីហ្នឹងអាចពិតហើយអីគេទៀតឬបងអាចយកអីគេព្រោះយ៉ាងតិច2ទៅអត់បងយ៉ាងតិច2តិចបំផុត2អញ្ចឹងបងអាចយក3បានអត់បានតិចបំផុត2អញ្ចឹងច្រើនជាង2ក៏អាចយកបានដែរអញ្ចឹងបងយក3ចាំមានថា3អាស៊ីយើងគឺ3ពួកអាស៊ីយើងមានសរុបតែ4អញ្ចឹងយើងអាចយក3នាក់បានថាអាក្រុមហ្នឹងអាស៊ីសុទ្ធមក3នាក់អញ្ចឹងបន្ទាប់ពីយើងសរសេរករណីនេះបានហើយត្រូវនិយាយចេញជារូបមន្តមកវិញតងតាំងអននេះគេអានេះអននេះអាចុះចាំមើលអននេះអាស្មៃគេយើងដឹងថានេះគឺមិនសមអញ្ចឹង C ណៃបានយកបានអាស៊ីយើងគេយក2តែអាស៊ីសរុបមានប៉ុន្មានអាស៊ីសរុបមាន4អញ្ចឹង C នេះ2យក C នេះ4យក2ពាក្យឆ្លប់ហ្នឹងគឺជាផលគុណអញ្ចឹងគុណនឹងអីគុណនឹង C អាស៊ីនឹងអឺរ៉ុបម្នាក់ទៀតជាអាស៊ីនឹងអឺរ៉ុបអញ្ចឹងក៏មើលអាស៊ីអឺរ៉ុបសរុបប៉ុន្មាននេះអាស៊ីនឹងសំទោអាហ្វ្រិកនឹងអឺរ៉ុបសរុបចំនួន5អញ្ចឹងមានថាបន្សំនេះ5គេយកតែម្នាក់ឯងអញ្ចឹងបន្សំនេះ5យក1បន្ទាប់មកគឺយើងជួបឆ្លប់ឬគឺជាផលបូកអញ្ចឹងបូកជាមួយនឹង C អាស៊ីទាំង3តែអាស៊ីសរុបមាន4អញ្ចឹង4យក3រកឃើញ NA រកឃើញ PI ហើយបន្ទាប់គេថាយ៉ាងតិចមានសិស្ស2នាក់ជាសិស្សអឺរ៉ុបពាក្យនេះយ៉ាងតិចតែមួយទេអញ្ចឹងតិចបំផុត2លើស2បានកុំឲ្យក្រោម2អូខេអញ្ចឹងតិចបំផុត2អានេះបងតាំងដល់ NB ចឹង NB ស្មៃគេយើងសាក់គិតមើល NB ស្មៃបើយកយ៉ាងតិច2បងអាចយកអីគេអឺរ៉ុបអញ្ចឹងមានថាបងយកអឺរ៉ុបទាំង2បងយកអឺរ៉ុប2អញ្ចឹងសេអឺរ៉ុបមានប៉ុន្មានអឺរ៉ុបសរុបមានចំនួន3អញ្ចឹងអឺរ៉ុប3យក2ចុះម្នាក់ទៀតអីគេគុណជាមួយនឹងម្នាក់ទៀតច្បាស់ជាមិនអឺរ៉ុបទេថាអត់អញ្ចឹងមិនអឺរ៉ុបគឺអាហ្វ្រិកជាមួយនឹងអាស៊ីនឹងឯងសរុបមាន6អញ្ចឹង6យក1ហើយឬក៏បងអាចយកអីគេបងយកជាអឺរ៉ុបទាំង2ក៏បានអញ្ចឹងគឺ3យកសំទោអឺរ៉ុបទាំង3អញ្ចឹង3យក3អញ្ចឹងនេះ NB តោះណាអឺរ៉ុបយើងមាន3នាក់អស់អញ្ចឹងយើងអាចយកទាំង3ក៏បានដែរអញ្ចឹងកុំរកឃើញ NB រកឃើញ PB អញ្ចឹងសំណួរបន្តទៅគេថាមានសិស្សម្នាក់ក្នុងមួយទ្វីបម្នាក់ក្នុងមួយទ្វីបអញ្ចឹងមួយទ្វីបម្នាក់ឲ្យសួរយល់ទេមួយទ្វីបម្នាក់អញ្ចឹងន័យថាដំបងឡើយមានថាដំបងឡើយមិនអាហ្វ្រិកមួយមានថា NC ស្មើស្តាតដំបងបងយកជាអាស៊ីមុនណាអញ្ចឹងអាស៊ីសេនៅអាស៊ីយើងមិនអាស៊ីយើង4អញ្ចឹងអាស៊ី4យក1ហេតុអីមួយទ្វីបយើងយកតែម្នាក់អីអញ្ចឹងន័យថាយកអាស៊ីម្នាក់ចុះពីអ្នកទៀតជាអីពីអ្នកទៀតមិនមែនអាស៊ីនឹងឯងអញ្ចឹងមិនមែនអាស៊ីពីអ្នកទៀតមានម្នាក់ទៀតមិនអាស៊ីអីអញ្ចឹងអីគេអឺរ៉ុបទៅអាហ្វ្រិកអញ្ចឹងអាហ្វ្រិក2យក1ហើយចុះម្នាក់ទៀតជាអីអ្នកទៀតជាអឺរ៉ុបអញ្ចឹងអឺរ៉ុបគឺ3យក1 3យក1អញ្ចឹងនិយាយទៅស្ដាប់អាសំណួរកហ្នឹងគេចង់តែសិស្សម្នាក់ក្នុងមួយទ្វីបចង់និយាយថាក្នុងហ្នឹងមានសិស្សអាហ្វ្រិកម្នាក់អាស៊ីម្នាក់អឺរ៉ុបម្នាក់តែអត់អាស៊ីម្នាក់អឺរ៉ុបម្នាក់ហើយជាមួយនឹងអាហ្វ្រិកម្នាក់អញ្ចឹង C នេះ4យក1នេះគឺជាបន្សំនៃសិស្សអាស៊ីទាំង4ហ្នឹងយកតែម្នាក់ទេតែក្នុងក្រុមនេះហើយនេះវិញ2យក1ហ្នឹងគឺជាបន្សំរបស់អាហ្វ្រិកមាន2នាក់តែយកតែម្នាក់ទេតែក្នុងក្រុមហ្នឹងហើយដល់ពេលអឺរ៉ុបមាន3តែយកតែម្នាក់ដូចគ្នាអញ្ចឹងមានថាម៉េចអាស៊ី1និងអាហ្វ្រិក1និងអឺរ៉ុប1អញ្ចឹង C នេះ4យក1គុណនឹង C នេះ2យក1គុណនឹង C នេះ3យក1ពួកយើងដឹងហើយថាឆ្លប់ហ្នឹងគឺជាផលគុណចូលអាបន្ទាប់ចុងក្រោយនេះចង់បង្កើតលេខ3ខ្ទង់លេខ3ខ្ទង់នឹងមានលេខខុសៗគ្នាហើយកាត់ចេញពី1 2 3 4 5 6 8 9រកចំនួនកាត់នេះហើយអញ្ចឹងនេះគឺយើងដឹងនេះការតម្រៀបការបង្កើតលេខយើងនិយាយគ្នាលើអញ្ចឹងការបង្កើតលេខអីគេសិតតែជាបនសម្រាប់ជាចម្រាស់បង្កើតលេខចម្រាស់អញ្ចឹង NS អត់គិតអីច្រើនទេ NS គឺចម្រាស់ហ្នឹងហើយ NS អីចា sorry មើល NS ណាយកបានបង្កើតលេខចំនួន3ដែល3ហ្នឹងមានលេខខុសៗគ្នាយកចេញពី9លេខហ្នឹងហើយអញ្ចឹងសួរថាបានយកបានសរុបមាន9អញ្ចឹងគឺ P នៃ9
9យកមែនជាបង្កើតលេខមានប៉ុន្មានខ្ទង់3ខ្ទង់អញ្ចឹងពេល9យក3មូលហេតុយើងដឹងថាវាជាចំណាស់ព្រោះវាជាការបង្ហាត់នៃការបង្កើតលេខអញ្ចឹងបង្កើតលេខចម្លើយប៉ុណ្្នឹងឯងតោះរកអត់ឃើញនេះនឹងដំណាក់1តោះចុច2រកប្របាប់ដែលចំនួនមានលេខ3ខ្ទង់ហើយ3ខ្ទង់ហ្នឹងគឺជាពហុគុណនៃ5នេះរកប្របាប់ដែលចំនួនមានលេខ3ខ្ទង់ជាពហុគុណនៃ5អញ្ចឹងចង់ដឹងលេខណាខ្លះជាពហុគុណនៃ5ចាំបាច់សូត្រមេ5មើលសូត្រមេ5មើលមានប៉ុន្មានខ្ទង់ក្នុងនេះ5ដង5 1មានទៀតអត់មានទេអញ្ចឹងប្របាប់ដែលមានចំនួនដែលមានលេខ3ខ្ទង់នោះជាពហុគុណនៃ5ពហុគុណនៃ5មានតែមួយករណីគត់គឺគេលេខ5អញ្ចឹងយើងមកនិយាយគ្នាពាក់ព័ន្ធជាមួយនឹងលេខ3ខ្ទង់ហ្នឹងគឺលេខបែបណាអញ្ចឹងលេខ3ខ្ទង់វាមានលេខខ្ទង់ទី1ខ្ទង់ទី2ខ្ទង់ទី3ហ្នឹងមែននេះព្រោះលេខវាមាន3ខ្ទង់លេខអូនឃើញ123មាន3ខ្ទង់អត់3ខ្ទង់មានខ្ទង់គេខ្លះខ្ទង់100ខ្ទង់10ខ្ទង់ខ្ទង់រាយអត់អីដូចគ្នាតែលេខ3ខ្ទង់វាមានខ្ទង់10 100 1000អញ្ចឹងរាយ10 100នេះរាយ10 100 រាយ10 100អញ្ចឹងខ្ទង់ទី1ដំបូងគេគឺខ្ទង់រាយខ្ទង់បន្ទាប់នេះខ្ទង់10អានេះខ្ទង់100អញ្ចឹងចង់ដឹងថាតើ3ហ្នឹងវាពហុគុណនៃ5មកអត់យើងត្រូវធ្វើមិនទីបងនិយាយអញ្ចឹងសូត្រមេ5ទៅឃើញចំនួននៃកុំតែចំនួនហ្នឹងវានៅលេខទាំង3ហ្នឹងមិនមែនបងទេខ្ញុំដឹងថាពេលអូនសិក្សានេះអូម៉ាថាបងយកលេខអូនមើលឧទាហរណ៍ណាថា125 210 210 302 304 307បងគាត់ទៅមើលមកក្បាច់គាត់ដឹងលេខណាចែកនឹង5ដាច់លេខណាចែកនឹង5មិនដាច់ទេពហុគុណនៃ5គឺជាលេខដែលចែកនឹង5ហ្នឹងឯងហើយមិនមើលដឹងថាវាចែកព្រោះអាកតុយលេខចុងក្រោយវានេះអាលេខខ្ទង់រាយនេះខ្ទង់រាយវានេះមិនទៅគឺជាចំនួនដែលចែកនឹង5ប៉ុណ្ណាចែកនឹង5ដាច់គឺតាខ្ទង់ក្រោយចែក5ដាច់មានថាលេខ10ហ្នឹងក៏ចែកនឹង5ដាច់ដែរតែបងនិយាយអត់អញ្ចឹងអីដូចគ្នាទេចង់បានចំនួន3ហ្នឹង3ខ្ទង់ហ្នឹងចែកនឹង5ឬក៏ពហុគុណនៃ5ហ្នឹងទៅមិនទៅអាចុងក្រោយនេះជាចំនួនដែលចែកនឹង5អញ្ចឹងដូចយើងនិយាយគ្នាមិញអញ្ចឹងវាមានប៉ុន្មានមានតែមួយទេអញ្ចឹងក្រោយនេះគឺមានប៉ុន្មានមួយជុំរើសបងនិយាយមានតែមួយទេដាក់បានលេខ5ទេហេតុអីដាក់លេខផ្សេងចាក់ដាច់ទេអញ្ចឹងដាក់បានលេខ5ទេហើយអូនទៅដឹងគេថា3ខ្ទង់ដែលអូនយកមកបង្កើតហ្នឹងនេះគេថាចាក់ខ្ទង់ដែលខ្ទង់តែ3ហ្នឹងមានលេខខុសៗគ្នាអញ្ចឹងបើសិនជាអូនដាក់លេខ5ហើយលេខបន្ទាប់ដាក់លេខ5បានទេពួកគេអាចដាក់លេខជាន់គ្នាទេតោះអត់មកគេដាក់លេខជាន់គ្នាអញ្ចឹងគាត់ដាក់នេះអស់មួយជម្រើសហើយអញ្ចឹងមកវាថាប្លាស់បន្ទាប់ឬខ្ទង់បន្ទាប់ហ្នឹងអត់អាចដាក់ជម្រើសដដែលក្នុងជម្រើសទី1ទេអញ្ចឹងមានថាវាអស់មួយជម្រើសហើយបើដាក់នេះអស់មួយជម្រើសនៅនេះសល់តែប៉ុន្មានស្រុកមាន9ជម្រើសក៏ប៉ុន្តែកន្លែងនេះបើសិនជាគេអត់គិតពីលេខខុសៗគ្នាដាក់បានតែ9ណោះតែមកពីគេថាលេខខុសៗគ្នាអញ្ចឹងដកលេខ5ចោលអញ្ចឹងសល់តែប៉ុន្មានសល់តែ8ជម្រើសទេតោះណាចុះតួបន្ទាប់ក៏ប៉ុន្តែថតណាទៅដាក់បាន9ជម្រើសព្រោះលេខហ្នឹងអត់ខ្វល់បងនិយាយអាលេខបន្ទាប់មិនខ្វល់ទេខ្វល់តែកតុយតើខ្ទង់រាយតែខ្ទង់រាយចែកនឹង5ដាច់គ្រប់គុណនៃ5ហើយតែនេះគេថាចង់បានលេខខុសៗគ្នាអញ្ចឹងបងអូនយកលេខហ្នឹងមកដាក់នៅក្នុង2ខ្ទង់នេះហើយមានថាវាថយអស់2ជម្រើសហើយបាទវាថយអស់2ជម្រើសហើយវាថាកន្លោនេះលេខមានជម្រើសវាថាលេខអាចយកអាជម្រើស2នេះដាក់ក្នុងខ្ទង់100នេះទៀតហើយអញ្ចឹងបើសិនជាដាក់បានទេអញ្ចឹងសល់មែនខ្ញុំគិតមើលមាន9វាថយអស់2ជម្រើសអញ្ចឹងសល់តែ7ជម្រើសទេបាទណាសល់តែ7ជម្រើសទេអញ្ចឹងជាចុងក្រោយយើងអាចទិញបាននេះគេបងតាអនអាណាអញ្ចឹងអនអាទៅវាស្មើ7គុណ8គុណ1បាទតើគុណ8គុណ1អញ្ចឹងហ្នឹងគឺខអូនរកអនអាឃើញអូនរក PA ឃើញនេះគ្នាចុះ3រកប្របាប់តែចំនួនមានលេខសេសខ្ទង់នោះជាចំនួនគូនេះចំនួនគូមកចំនួនគូនេះមើលមកខ្លាច់មើលចំនួនគូ2ដល់គូនេះមិនអញ្ចឹងព្រោះលេខខ្ទង់រាយឬកាកតុយគេបំផុតហ្នឹងវាជាចំនួនគូជាចំនួនដែលចែកទាំង2នេះងាត់ចែកទាំង2នេះអញ្ចឹងចំនួនគូហ៎តោះសុំនេះ2មកខ្លាច់មើលលេខណាខ្លះគឺជាចំនួនគូ2ម្ដង2 2ដង4 6 8មានប៉ុន្មានលេខនេះ4លេខតែអត់អញ្ចឹងយើងនិយាយគ្នាដដែលទេដល់តាខ្ទង់រាយនេះលេខគូបានមិនបានវាជាចំនួនគូអញ្ចឹងមក3ខ្ទង់ដដែលគិតមើលបានបានជម្រើសអង្គគិតបានបានជម្រើស4មិនអញ្ចឹងព្រោះលេខគូមានតែ4ចានេះ4ជម្រើសនេះ4ជម្រើសណាចុះបន្ទាប់ដាក់នៅជម្រើសហ្នឹងអូនទៅដឹងដាក់បាន4ជម្រើសមែនតែយើងជ្រើសតែមួយទេតោះណាតើបងនិយាយមានថាយើងនិយាយតែមួយទេបងថាដាក់2 4 6 8 2 4 6 8ចឹងដាក់2 4 6 8មែនក៏ប៉ុន្តែពេលអូនបង្កើតលេខមិនថាអូននៅតែមួយទេអូនមកអូនលេខ4ដាក់ចុះអានេះលេខ4ដាក់4ណាចឹងលេខបន្ទាប់វាមានប៉ុន្មាន9ត្រូវអត់ចឹង1 2 3 4 5 6 6សំទោស6 7 8 9យើងត្រូវរើសក៏ប៉ុតយើងត្រូវរើសមែន9ជម្រើសមកដាក់នៅនេះក៏ប៉ុន្តែដល់ហេតុថាយើងរើសលេខ4មកដាក់នេះហើយអញ្ចឹងវាថាលេខ4នេះត្រូវបានធីកចោលអញ្ចឹងនេះសល់តែបានជម្រើសទេសល់តែ2 4 5 6 7 8ព្រោះមិនអញ្ចឹង9ដក1ចេញសល់8អានេះគិតថប់ណាថយមកជម្រើសទៀតមកយើងដាក់អស់2ជម្រើសហើយសល់តែបាន9ដកសល់7ផលគុណតបអាហ្នឹងគឺជាអានេះB អញ្ចឹងអានេះ B 3យើងត្រូវបានបញ្ចប់អត់ B ឃើញរក B ឃើញចុះនេះអូសល់ពីទៀតខ្ញុំមើលលេខអាបន្ទាប់នេះមិន3ខ្លួនអានេះមួយមានសល់10នាក់អស់ក្នុងនោះមាន4នាក់ជាសិស្សស្រីហើយ6នាក់ជាសិស្សប្រុសអញ្ចឹងគេរៀបចំសិស្សក្រុមហើយមួយក្រុមមានសិស្ស4នាក់តែចែកដល់នៅទៅប្រកួតជាក្រុមសិស្សអតីតទៀតហើយរកប្របាប់មើលគិតមើលថាលំហាត់នេះបើសំក៏ប្របាប់ក្នុងថ្នាក់រៀនហ្នឹងមាន10នាក់ហើយ4នាក់ជាសិស្សស្រីហើយ6នាក់ជាសិស្សប្រុសយើងគិតមើលគេរៀបចំជាក្រុមហើយមួយក្រុមមាន4នាក់ទេអញ្ចឹងច្បាស់ជាបានសំហ្នឹងមាននេះព្រោះសកាយើងធ្វើតែមិនតែម្ដងទេអត់ធ្វើច្រើនដងទេអញ្ចឹងមិនសមហើយពីមិនមែនជាការតម្រង់ជួរហើយវាក៏មិនមែនជាការតម្រៀបលេខដែរពីជាការចាប់ដៃចៃដន្យ4នាក់គេចាប់ដៃចៃដន្យចាប់ម្ដង4ម្ដង4ដាក់ក្រុមចូលបងនិយាយចាប់4ទេចាប់ម្ដង4ម្ដង4ដាក់ក្រុមហ្មងអញ្ចឹងគ្មានការធ្វើច្រើនដងទេចាប់តែ4ទេចាប់មនុស្សចឹងណាគឺយើងទៅពុះគ្នាមកខែយើងមកចាប់4នាក់ដាក់ក្រុមហើយបាទអញ្ចឹងសកាគេតែម្ដងទេអញ្ចឹងគេថាមិនសមទេអញ្ចឹងធម្មតាបូកមកថាមាន10នាក់អញ្ចឹងអត់នេះ C នេះ10យកមែនសាប់4នាក់10យក4ហើយក្រុមសិស្សដែលជ្រើសបានសិស្សស្រីសិស្សណាស្រួលមកយើងមើលក្នុងសិស្សស្រីមានប៉ុន្មាន4ជាសិស្សស្រី6ជាសិស្សប្រុសអញ្ចឹងបើសិនជាគេយកស្រីសិស្ស C នេះមែន C នេះ4យក4តាន់អានេះ C នេះ4យក4ចុះបើសិនជ្រើសបានសិស្សប្រុសសុទ្ធវិញបើប្រុសសុទ្ធមានអីអ៊ំគិតមើលបើប្រុសសុទ្ធមានថាប្រុសសុទ្ធមាន6អញ្ចឹង C នេះ6យកបានចាប់4នាក់អញ្ចឹង6យក4តែគេថាស្រើសរើសបានហ្នឹង50%ជាសិស្សប្រុសគាត់ដឹង50%ជាសិស្សប្រុសអញ្ចឹងបើចាប់2នាក់50%ចាប់4នាក់ចាប់4នាក់អញ្ចឹងមានថា2នាក់ជាសិស្សប្រុសថាអត់50 4នាក់100អញ្ចឹង50 2នាក់អញ្ចឹង2នាក់ជាសិស្សប្រុសមក2នាក់ជាសិស្សប្រុសមានថា C នៃប្រុសយើងស្រុកបាន6យក2តោះណាយើងយក2នាក់ជាសិស្សប្រុសចុះ2នាក់ទៅជាណាគេបងមិនមែនប្រុសគឺស្រីហ្នឹងហើយអញ្ចឹងកូនហ្នឹង C នៃស្រីស្រុកមាន4យក4យក2
មានថាបន្សំនៃ6យក2គុណនឹងបន្សំនៃ4យក4យក2ឬក៏យើងនិយាយជាភាសាខ្មែរថាសិស្សប្រុស2នាក់និងសិស្សស្រី2នាក់អញ្ចឹងយើងនឹងបង្កើតបានក្រុមដែលមានសិស្សប្រុស 50% អាណាអញ្ចឹងអាហ្នឹងសិតតែជា n a n b n c ហើយយកទៅទៅឃើញ